សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងនិយាយតាក់ទងទៅនឹងប្រធានបទ blockchain ក្រោមចំណងជើងថាតើនៅក្នុងឆ្នាំ2026នេះ blockchain នឹងប៉ះពាល់បែបម៉េចនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃអញ្ចឹងនៅពេលដែលយើងនិយាយតាក់ទងទៅនឹង blockchain មនុស្សជាច្រើនតែសម័យឃើញតាក់ទងទៅនឹង crypto ក៏តែខ្ញុំចង់ mention តិចថា crypto វាគ្រាន់តែជាផ្នែកទូចមួយនៅក្នុង blockchain ទេអញ្ចឹង blockchain គឺជាផ្នែកមួយដែលធំហើយក្តោបទៅលើ crypto ឬក៏ផ្ដោតទៅលើគ្រប់ sector ជាច្រើនអញ្ចឹងកុំឲ្យខាតពេកយើងចូលទៅកាន់វីដេអូទៅយើងហ្មងទៅឲ្យកាន់ទៅស៊ីជម្រៅហើយនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយតាក់ទងថាអ្វីទៅគឺជា blockchain ហើយ blockchain នឹងប៉ះពាល់អីខ្លះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃហើយ blockchain នឹងផ្ដល់គុណសម្បត្តិហើយនឹងគុណវិបត្តិអ្វីខ្លះអញ្ចឹងអ្វីទៅគឺជា blockchain អញ្ចឹងបើយើងនិយាយឲ្យសាមញ្ញទៅ blockchain គឺជាសៀវភៅបែប digital មួយដែលការពារតាក់ទងទៅនឹង security តាក់ទងទៅនឹងប្រព័ន្ធសុវត្ថិភាពហើយមានតម្លាភាពហើយมันអាចធ្វើការកែប្រែបានដោយសៀវភៅយើងធម្មតាទេអញ្ចឹងយើងឧទាហរណ៍ជាក់ស្ដែងថាពីមុនយើងមានសៀវភៅ note យើងមានសៀវភៅសរសេរដៃមួយក៏ប៉ុន្តែបច្ចុប្បន្នគឺយើងមាន blockchain ដើរតួនាទីជំនួសឲ្យសៀវភៅសរសេរដៃទាំងអស់ហ្នឹងអញ្ចឹងហេតុអីបានគេនិយាយថា blockchain គឺមានសុវត្ថិភាពខ្ពស់មានតម្លាភាពយើងត្រូវដឹងថាសៀវភៅសរសេរដៃយើងឬក៏กระดาษនៅពេលដែលយើងសរសេរយើងអាចលុបឬក៏យើងអាចដូរយើងអាចយកกระดาษថ្មីមកសរសេរជួសបានក៏ប៉ុន្តែនៅក្នុង blockchain តែយើងសរសេរហើយគឺហើយអត់អាចលុបអត់អាចកែអត់អាចធ្វើអីបានទាំងអស់នៅពេលដែលយើងចង់បានអីមួយផ្សេងទៀតគឺយើងត្រូវតែធ្វើថ្មី add ថ្មីអាចាស់នៅតែអាចាស់អាថ្មីទៅជាអាចាស់អញ្ចឹងបាន blockchain គឺមានសុវត្ថិភាពខ្ពស់ហើយមានតម្លាភាពហើយសួរថា blockchain គឺមាននៅក្នុងវិស័យអីខ្លះវិស័យមួយចំនួនធំដែលវិស័យមួយចំនួនធំនៅក្នុងពិភពលោកនេះសុទ្ធតែ blockchain ដើរតួចូលទៅទាំងអស់ហើយនៅក្នុងវីដេអូនេះខ្ញុំនឹងលើកតាក់ទងទៅនឹងវិស័យធំពីរដែលទី1តាក់ទងទៅនឹងវិស័យ banking តាក់ទងទៅនឹងការ payment ហើយទី2តាក់ទងទៅនឹង blockchain នៅក្នុង supply chain ឬក៏ការ shopping online ប្រភេទជា e-commerce អញ្ចឹងនៅក្នុង banking ឬក៏នៅក្នុង finance blockchain ដើរតួនាទីដូចម្ដេចដូចយើងដឹងហើយថាសម័យមុនការ transfer លុយពីធនាគារមួយទៅធនាគារមួយនៅលើពិភពលោកហ្នឹងគឺត្រូវចំណាយពេលយូរតាម Mastercard ឬក៏ Visa card ហ្នឹងត្រូវចំណាយពេលយូររហូតដល់2ទៅ3ថ្ងៃហ្នឹងទៅហើយមិនត្រឹមតែចំណាយពេលយូរទេគឺចំណាយថវិកាចំណាយ fee ទៀតមក transaction ដូចជា$100វាកាត់ fee 1% ឬក៏10% ឬក៏2% ជាដើមហើយត្រូវចំណាយពេលពី3ថ្ងៃអីបានអាចទទួលលុយនឹងបានក៏ប៉ុន្តែនៅក្នុងវិស័យ blockchain រឿងទាំងអស់ហ្នឹងលែងជាបញ្ហាហើយបាញ់ភ្លាមយើងទទួលបានភ្លាមហើយអត់ចាំបាច់ត្រូវការចំណាយ fee ទេចំណាយតិចតួចបំផុតពេលខ្លះអត់ស្ទើរតែអត់ចំណាយទៀតហើយទាំងអស់ហ្នឹងគឺជាគុណសម្បត្តិមួយនៅក្នុងវិស័យ blockchain ហើយយើងអាចនិយាយថានៅពេលបច្ចុប្បន្ននេះដូចជានៅក្នុងធនាគារមួយចំនួននៅក្នុងស្រុកខ្មែរយើងក៏ប្រើប្រាស់ blockchain ដែរដូចជាខាងធនាគារបាគងក៏ប្រើប្រាស់ blockchain ក្នុងការ transfer ទៅលើលុយទាំងអស់ហ្នឹងដែរហើយសួរថាតើ blockchain ហ្នឹងការ transfer ទាំងអស់ហ្នឹងគេត្រូវការប្រើប្រាស់ crypto ក្នុងការ mine អត់ចម្លើយគឺមិនប្រកបទេពេលខ្លះគឺមិនចាំបាច់ក៏ប៉ុន្តែពេលខ្លះអាចនឹងប្រើទៅលើការតម្រូវការឬក៏ទៅលើ technically របស់ខាងស្ថាប័នឬក៏ធនាគារមួយចំនួនដែលគេប្រើប្រាស់ជា background ឬក៏ជា logic របស់គេដែលយើងអត់ដឹងដែរដូចគ្នាអញ្ចឹងរឿងទាំងអស់ហ្នឹងគឺជាការប្រើប្រាស់ blockchain ហើយសួរថាតើក្រៅពីវិស័យ banking ក្រៅពីវិស័យ finance blockchain អាចប្រើបានអីទៀតនៅក្នុងវិស័យមួយចំនួនទៀតដូចជា supply chain នៅក្នុង supply chain ឬក៏ shopping ហ្នឹង blockchain ក៏ដើរតួនៅក្នុងហ្នឹងដូចគ្នាដែរឧទាហរណ៍ការ track ទៅលើ product ចេញពី factory ទៅកាន់ store ហើយទៅកាន់មនុស្សយើងទៅកាន់ដៃអ្នកទទួលហ្នឹងខ្ញុំឧទាហរណ៍ជាក់ស្ដែងមួយនៅក្នុងកម្មវិធីTaobao នៅពេលដែលអ្នកទាំងអស់គ្នាទិញទៅលើអីវ៉ាន់ណាមួយវានឹងមានការ track ចេញពី factory បន្ទាប់មកចូលទៅ warehouse បន្ទាប់មកចូលទៅ deliver ហើយចេញពី deliver មក shipping ហើយបន្ទាប់មកកន្លែង receive ទាំងអស់ហ្នឹងគឺជាគេប្រើប្រាស់បច្ចេកវិទ្យា blockchain ក្នុងការដំណើរការហេតុអីបានគេប្រើប្រាស់វិស័យ blockchain ក្នុងការដំណើរការទី1គឺលឿនហើយទី2
គឺអត់អាចកែប្រែបានពេលខ្លះទៅដើម្បីការពារសុវត្ថិភាពឬក៏តម្លាភាពរវាងអ្នកទិញនិងអ្នកលក់គឺគេប្រើប្រាស់វិស័យ blockchain ហ្នឹងបច្ចេកវិទ្យា blockchain ហ្នឹងដើម្បីធ្វើការទាំងអស់ហ្នឹងគ្មានការកែប្រែគ្មានការលុបឬក៏គ្មានការ edit ផ្សេងៗហើយក្រៅពី supply chain ឬក៏ payment finance ផ្សេងៗហ្នឹងមានអីទៀតមានវិស័យច្រើនទៀតដូចជាការ scan ទៅលើ QR code ហ្នឹងក៏ប្រើប្រាស់ blockchain ក្នុងការ generate QR code ដែរទាំងអស់ហ្នឹងគឺជាផ្នែកមួយដែលទាំងអស់ហ្នឹងគឺជាផ្នែកមួយចំនួនតូចនៅក្នុងវិស័យ blockchain ក្រៅពីហ្នឹងដូចជា crypto ដូចជា Bitcoin អីផ្សេងៗហ្នឹងក៏នៅក្នុង blockchain ដូចគ្នាដែរគ្រាន់តែទាំងអស់ហ្នឹងវាកាន់តែស៊ីជម្រៅបន្ថែមទៀតនៅក្នុងវីដេអូនេះខ្ញុំគ្រាន់តែចង់លើកយកថាអ្វីទៅជា blockchain ដើម្បីចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាហើយបើសិនជាបច្ចេកវិទ្យាឬក៏វិស័យបច្ចេកវិទ្យាដើរលឿនដល់ថ្នាក់ហ្នឹងតើយើងគួរធ្វើម៉េចដើម្បីឲ្យទាន់ trend ឬក៏ទាន់ទៅលើបច្ចេកវិទ្យាទាំងអស់ហ្នឹងចម្លើយគឺងាយស្រួលទេគ្រាន់តែយើងទាំងអស់គ្នាហ្នឹងយល់ដឹងតាក់ទងទៅនឹង basic ឬក៏ foundation របស់ blockchain ទៅថាអ្វីទៅគឺជា blockchain ហើយ blockchain ដើរតួបែបម៉េចហើយតើ blockchain ហ្នឹងធ្វើការបែបម៉េចហើយយើងធ្វើម៉េចដើម្បីការពារទៅលើ security ឬក៏ personal identity របស់យើងទៅហើយយើងយល់ដឹងតាក់ទងទៅនឹងdigital wallet ដូចជាការប្រើប្រាស់ទៅលើការ scan ទិញscan បាញ់លុយអីហ្នឹងទៅទាំងអស់ហ្នឹងហើយវាគឺជា blockchain ហើយ blockchain ក៏មានគុណសម្បត្តិដែរនៅពេលដែលយើងនិយាយតាក់ទងទៅនឹង blockchain មិនថា blockchain ឬក៏វិធីសាស្ត្រផ្សេងៗទេទាំងអស់ហ្នឹងសុទ្ធតែមានគុណសម្បត្តិនិងគុណវិបត្តិអញ្ចឹងនៅក្នុង blockchain មានគុណសម្បត្តិច្រើនហើយក៏មានគុណវិបត្តិច្រើនដូចគ្នាក៏ប៉ុន្តែខ្ញុំនឹងលើកយកគុណវិបត្តិមួយចំនួនហើយនិងគុណសម្បត្តិមួយចំនួនយកមកនិយាយដែលគុណសម្បត្តិនៅក្នុងការប្រើប្រាស់ blockchain ហ្នឹងទី1គឺមានតម្លាភាពទី2យើងអាចទុកចិត្តបានហេតុអីបានយើងអាចទុកចិត្តបានដោយសារតែ blockchain អត់អាចលុបឬក៏អត់អាចកែបានទេអញ្ចឹងគ្រប់ទិន្នន័យដែលយើងឃើញទាំងអស់គឺសុទ្ធតែច្បាប់ដើមទាំងអស់អញ្ចឹងយើងអាចទុកចិត្តបានហើយទី2គឺគុណសម្បត្តិរបស់វាគឺចំណាយតិចការប្រើប្រាស់ទៅលើ blockchain ដូចយើងដឹងហើយថាទិន្នន័យរាប់លានទិន្នន័យគឺចំណាយត្រឹមតែប្រហែល megabyte ទេក៏ប៉ុន្តែបើសិនជាយើងទៅសេទៅលើសភៅតែប្រហែលលាន character ហ្នឹងយើងត្រូវប្រើសភៅរហូតដល់ 2-3 ក្បាលអញ្ចឹងយើងចំណាយច្រើនហើយរក្សាទុកអត់បានយូរទេហើយយើងអាចកែប្រែបានទៀតហើយមួយទៀតហ្នឹងគុណសម្បត្តិរបស់ការប្រើប្រាស់ blockchain ហ្នឹងគឺតទៅនឹង security មានសុវត្ថិភាពខ្ពស់ហើយគេរក្សាទៅលើសិទ្ធិ privacy របស់យើងហើយទោះបីជាមានគុណសម្បត្តិក៏ប៉ុន្តែ blockchain នៅតែមានគុណវិបត្តិដែលគុណវិបត្តិក្នុងការនៅក្នុងបច្ចេកវិទ្យា blockchain ហ្នឹងទី1ដែលជាគុណវិបត្តិធំជាងគេបំផុតហ្នឹងគឺចំណាយទៅលើ energy ខ្ពស់ទៅលើ blockchain មួយចំនួនដូចយើងដឹងហើយថាblockchain ទោះបីជាចំណាយតិចក៏ដោយក៏ប៉ុន្តែមានទិន្នន័យមួយចំនួននៅតែចំណាយខ្ពស់ដដែលមានការ run ច្រើនអញ្ចឹងឯងធ្វើការចំណាយទៅលើ electric ឬក៏ space ហ្នឹងក៏ច្រើនដែរហើយទី2គឺជាផ្នែកសំខាន់ហ្នឹងគឺត្រូវការយល់ដឹងទៅលើចំណេះដឹង technical ហ្នឹងខ្ពស់ទើបអាចប្រើប្រាស់ទៅលើប្រព័ន្ធឬក៏បច្ចេកវិទ្យា blockchain ហ្នឹងបានអញ្ចឹងហើយបានមុនហ្នឹងខ្ញុំបាននិយាយដែរថាយើងធ្វើបែបម៉េចដើម្បីដើរឲ្យទាន់ជាមួយនឹងវិស័យបច្ចេកវិទ្យាឬក៏ដើរទាន់ជាមួយនឹងវិស័យឬក៏ជំនាន់ blockchain ហ្នឹងយើងត្រូវចម្លើយហ្នឹងគឺយើងត្រូវតែរៀនយើងត្រូវតែយល់ដឹងហើយណាគឺយើងដឹងតាក់ទងនឹង basic ឬក៏ foundation តាក់ទង blockchain ដែរបើមិនអញ្ចឹងទេយើង explore ទៅលើការប្រើប្រាស់ blockchain app មួយចំនួនដែលយើងមានរាល់ថ្ងៃហ្នឹងជាប្រចាំទៅយើងនឹងយល់ដឹងដោយឯងហើយទាំងអស់ហ្នឹងគឺជាគុណសម្បត្តិហើយនិងគុណវិបត្តិហើយនឹងការដើរឲ្យទាន់វិស័យបច្ចេកវិទ្យានាពេលបច្ចុប្បន្នអញ្ចឹងសរុបមកវិញ blockchain មិនមែនគ្រាន់តែជា power of crypto ទេក៏ប៉ុន្តែ blockchain ក៏ដើរតួនាទីសំខាន់លើគ្រប់វិស័យដូចគ្នាដែរអញ្ចឹងខ្ញុំជឿថានាពេលខាងមុខហ្នឹងនឹងមានព្រឹត្តិការណ៍ឬក៏មានហេតុការណ៍ធំមួយចំនួនដែលយើងនឹកអត់ស្មានអត់ដល់ហ្នឹងនឹងចូលមកនៅលើពិភពលោកយើងហ្នឹងហើយទាំងអស់ហ្នឹងគឺនឹងប្រើប្រាស់បច្ចេកវិទ្យា blockchain ក្នុងការដំណើរការឬក្នុងការធ្វើរឿងទាំងអស់ហ្នឹង
អញ្ចឹងជាចុងក្រោយបើសិនជាអ្នកទាំងអស់គ្នាមានជាចម្ងល់ឬក៏មានជាប្រធានបទអីថ្មីចង់ឲ្យខ្ញុំលើកយកមកនិយាយអ្នកទាំងអស់គ្នាអាចធ្វើការ comment នៅ comment នៅក្នុងវីដេអូនេះបានវីដេអូក្រោយខ្ញុំនឹងលើកយកប្រធានបទហ្នឹងមកនិយាយ